បាទជំរាបសួរបងប្អូនអរគ្នាបាទពាក់ព័ន្ធទៅរឿងត90ថ្ងៃបងប្អូនបាទយើងតសុពលភាពបាទប៉ាសពតរបស់យើងក្នុងរយៈពេល90ថ្ងៃយើងត្រូវបង្ហាញខ្លួនទៅដល់មន្ត្រីអន្តរប្រវេសម្ដងបងប្អូនគឺហៅថាត90វ៉ាន់មានបងក៏សួរថាបងត90ថ្ងៃហ្នឹងតើអស់លុយដែរឬទេបាទចំណុចនេះសំខាន់លុយឯងតាមពិតទៅគឺអត់អស់លុយទេបងប្អូនបាទការត90ថ្ងៃការបង្ហាញខ្លួនក្នុងរយៈពេល90ថ្ងៃគេហៅថា3ខែបង្ហាញខ្លួនម្ដងប្រសិនបើយើងធ្វើការនៅក្នុងប្រទេសរបស់គេគឺទី1គឺមន្ត្រីអន្តរប្រវេសន៍គាត់មានជាគេហៅថានយោបាយបងប្អូនបាទដើម្បីឲ្យថាយើងរស់នៅក្នុងប្រទេសរបស់គេកុំឲ្យថាយើងបាត់ទៅនេះទៅនោះយើងអត់ដឹងអញ្ចឹងក្នុងរយៈពេល90ថ្ងៃហ្នឹងគឺយើងត្រូវទៅបង្ហាញខ្លួនទៅដល់មន្ត្រីសមត្ថកិច្ចអន្តរប្រវេសន៍គេហៅថាត90វ៉ាន់ណាអញ្ចឹងត90ថ្ងៃហ្នឹងអត់អស់លុយទេបងប្អូនបាទយើង90ថ្ងៃយើងទៅបង្ហាញខ្លួនដោយខ្លួនឯងក៏បានហើយឬក៏បងប្អូនអ្នកដែលធ្វើការតាម JNC ឬក៏ក្រុមហ៊ុនគាត់នឹងយក passport របស់យើងទៅវាយត90ថ្ងៃហ្នឹងដោយខ្លួនឯងឬក៏អ្នកបកប្រែអីហ្នឹងគាត់យកទៅវាយតាមពិតទៅអត់អស់លុយទេបងប្អូនប៉ុន្តែមានបងប្រុសគាត់ថាត90ថ្ងៃក្នុងរយៈពេល3ខែគឺអស់200បាតកន្លែងខ្លះអស់150បាតបងប្អូនអានឹងគឺក្រុមហ៊ុនឬក៏អ្នកគ្រប់គ្រងរបស់យើងគាត់ស៊ីហើយតែបើយើងចង់ដឹងអីច្បាស់ពីមុនយើងមានស្ថានទូតតែដល់បច្ចុប្បន្នយើងមានបញ្ហាពាក់ព័ន្ធទៅនឹងរឿងជាយដែនបាទការមានសង្គ្រាមផ្ទុះនៅក្នុងជាយដែនបាទស្ថានទូតរបស់យើងនៅក្នុងប្រទេសរបស់គេគឺអត់មានអគ្គនាយកស្ថានទូតអីទេមានត្រឹមបុគ្គលិកបងប្អូនបើសិនបើបងប្អូនរស់នៅក្នុងប្រទេសថៃបច្ចុប្បន្នមានបញ្ហាអីផ្សេងស្ថានទូតរបស់យើងអាចតាក់ទងទៅលើទៅតាមមន្ត្រីក្រមអាវ៉ាតឬក៏ជាបុគ្គលិកបាទសម្រាប់អគ្គនាយកស្ថានទូតរបស់យើងអត់មាននៅក្នុងប្រទេសរបស់គេទេបាទគឺប្រទេសរបស់គេបាននីរទេសបាទបានបិទស្ថានទូតរបស់យើងអត់ឲ្យមាននៅក្នុងប្រទេសរបស់គេដើម្បីសម្រាប់ផ្ដល់ទៅលើព័ត៌មានអីផ្សេងទៅដល់បងប្អូនពលករនោះទៀតទេអញ្ចឹងបងប្អូនដែលរស់នៅក្នុងប្រទេសថៃបច្ចុប្បន្នអាស្រ័យទៅលើបងប្អូនឲ្យខ្លួនឯងបាទអញ្ចឹងមិនហ៊ូអីដែលយើងរស់នៅពឹងដោយខ្លួនឯងទេដោយសារអីយើងអត់មានឪពុកម្ដាយណាទៀតដែលគាត់នៅដើម្បីជួយតាមថែរក្សាយើងទៀតទេអញ្ចឹងសម្រាប់បងប្អូនដែលមានបញ្ហាអីផ្សេងជាមួយនឹងប្រជាជនជាមួយនឹងអ្នកដែលគេថាជាតិនិយមអញ្ចឹងបងប្អូនបើសិនអត់មានការអីមកចេញពីកន្លែងយើងសម្រាប់ទេចេញពីការងារយើងចូលកន្លែងដេកចេញពីដេកទៅធ្វើការទៅដើម្បីទទួលបានកុំឲ្យវាមានបញ្ហាដោយសារយើងមើលហើយតាមព័ត៌មានបណ្ដាញសង្គមខ្មែរយើងវាមានបញ្ហាច្រើនហើយសម្រាប់បងតាមពិតទៅគឺនៅត90ថ្ងៃឬក៏ការបង្ហាញខ្លួនក្នុងរយៈពេល3ខែម្ដងហ្នឹងអត់អស់លុយទេបងប្អូនបាទយើងទៅតដោយខ្លួនឯងយើងទៅបង្ហាញខ្លួនដល់ខ្លួនឯងអត់អស់លុយទេបើសិនបើយើងឲ្យ passport ហ្នឹងទៅខាងក្រុមហ៊ុនឬក៏រោងចក្រអីគាត់ទៅតឲ្យអស់លុយគាត់តែត្រូវការសាំងលើអីចឹងណាប៉ុន្តែយកល្អបងប្អូនបើសិនបើយើងមានក្រុមហ៊ុនបាទរោងចក្រជាអ្នកគ្រប់គ្រងយើងផ្ទាល់គឺគាត់អត់យកលុយយើងទេបាទគាត់អត់យកលុយយើងទេគឺយកឲ្យយើងគ្រប់90ថ្ងៃគេនឹងបិទផ្លាកឲ្យយើងយក passport ហ្នឹងទៅឲ្យគេឬក៏គេមានទិន្នន័យរបស់គេច្បាស់លាស់ហើយគ្រប់90ថ្ងៃគេនឹងទៅចុចឈ្មោះយើងយកសុំ passport ដើម្បីទៅត90ថ្ងៃឲ្យយើងហើយអត់អស់លុយទេបាទវីដេអូខ្ញុំមានតែប៉ុណ្្នឹងឯងបងប្អូនអ្នកដែលមានថាត90ថ្ងៃអស់លុយតាមពិតអត់អស់លុយទេបងប្អូនទៅចាំណាដល់អត់អស់លុយទេត90ថ្ងៃហ្នឹងមានអ្នកខ្លះគាត់ទៅគាត់ប្រាប់ថាខ្លះបើយើងអត់ឲ្យគេតឲ្យគេថាអត់ឲ្យយើងធ្វើការអីបងប្អូនពីមុនបើយើងមានស្ថានទូតយើងប្តឹងស្ថានទូតទៅតែបច្ចុប្បន្នយើងអត់មានស្ថានទូតទេយើងធ្វើតាមកលៈទេសៈហ្នឹងទៅណាប៉ុន្តែសម្រាប់ការត90ថ្ងៃឬក៏90ថ្ងៃយើងបង្ហាញខ្លួនម្ដងហ្នឹងអត់អស់លុយទេបាទអត់អស់លុយទេអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងឯងសម្រាប់ចែកអំលែកទៅដល់បងប្អូនអ្នកដែលធ្វើការក្នុងប្រទេសថៃ